បាទជំរាបសួរបងប្អូនសិក្សានុសិស្សទាំងអស់គ្នាបាទថ្ងៃនេះគឺមកសិក្សាសំណួរចម្លើយបាទសម្រាប់បងប្អូនដែលគ្មានពេលអានយ៉ាងបងប្អូនអាចស្ដាប់បាទស្ដាប់យ៉ាងការស្ដាប់គឺជាការចងចាំមួយដ៏ល្អបាទថ្ងៃនេះគឺខ្ញុំលើកឡើងអំពីអំណានហើយនឹងសំណួរចម្លើយទាក់ទងទៅនឹងវីរៈបរោះក្រឡាហោមគង់ហើយខ្ញុំមាន5សំណួរបាទខ្ញុំអាន5សំណួរសួរឆ្លើយបាទទី1តើក្រឡាហោមគង់បានធ្វើអ្វីខ្លះដើម្បីប្រទេសជាតិសំណួរទី2ហេតុអ្វីបានជាក្រឡាហោមគង់ប្រឆាំងនឹងអាណានិគមនិយមបារាំងទី3តើក្រឡាហោមគង់មានទឹកចិត្តដូចម្តេចចំពោះជាតិទី4តើអ្នកមានទឹកចិត្តដូចម្តេចចំពោះវីរៈជនក្រឡាហោមគង់ទី5តើអ្នកមានទឹកចិត្តដូចម្តេចចំពោះប្រទេសជាតិចម្លើយទី1ក្រឡាហោមគង់បានតស៊ូប្រឆាំងនឹងការគៀបសង្កត់របស់អាណានិគមបារាំងលោកបានធ្វើពលីកម្មយ៉ាងធំធេងដើម្បីរើបំរាស់ចេញពីនឹមត្រួតត្រារបស់បារាំងចម្លើយទី2ក្រឡាហោមគង់ប្រឆាំងនឹងអាណានិគមនិយមបារាំងបានឈ្លានពានដាក់នឹមត្រួតត្រានិងគៀបសង្កត់លើប្រទេសខ្មែរទី3ក្រឡាហោមគង់មានទឹកចិត្តស្នេហាជាតិនិងមានទឹកចិត្តអង់អាចក្លាហានតស៊ូប្រឆាំងនឹងការឈ្លានពានចម្លើយទី4ខ្ញុំមានទឹកចិត្តសោកស្ដាយអាណិតអាសូរក្រៃលែងចំពោះការបាត់បង់វីរៈជនក្រឡាហោមគង់រូបនេះទី5ខ្ញុំមានទឹកចិត្តស្រឡាញ់និងមានមោទនភាពបំផុតចំពោះប្រទេសជាតិហើយត្រូវខិតខំប្រឹងប្រែងរៀនសូត្រនិងការពារប្រទេសជាតិឲ្យអស់ពីកម្លាំងកាយចិត្តពីពួកខ្មាំងសត្រូវបាទសម្រាប់5សំណួរនេះគឺមានតែប៉ុណ្ណឹងបាទអញ្ចឹងបងប្អូនសិក្សានុសិស្សដែលស្ដាប់អាចយល់នៅសំណួរចម្លើយដែលមានខាងលើនេះបាទអញ្ចឹងសូមអរគុណសូមជម្រាបលាជួបគ្នានៅវីដេអូក្រោយទៀត